ការពង្រឹងសមត្ថភាពនៅក្នុងការពង្រឹងខ្លួនឯងគ្មានពីណាជួយយើងក្រៅពីយើងជួយខ្លួនឯងនោះទេហើយខ្លួនឯងទាល់តែរួមគ្នាអត់មានពឹងផ្អែកអត់មានមើលបំណាំគ្នានោះទេដែលខ្ញុំលើកឧទាហរណ៍ថាពលាននេះមិនមែនថាទាល់តែមានអីទាល់តែអង្គញាឆាលវ៉ាន់ឬមួយគណៈតកែអ្នកវិនិយោគក្រុមហ៊ុន OCIC មកចោះមកធ្វើការត្រួតពិនិត្យគ្រប់ពេលវេលាប្រគុណមួយមិនស្អាតនោះទេត្រូវអ្នកធ្វើការអនាម័យនៅកន្លែងហ្នឹងត្រូវទទួលมันអាចក្រសួងមហាផ្ទៃឬអាដាមសុកវាសនាចោះមកមើលការងាររបស់អន្តរប្រវេសន៍គ្រប់ពេលនោះទេមន្ត្រីអន្តរប្រវេសន៍ត្រូវតែធានារស់រាយក្រមសីលធម៌អីផ្សេងយើងបង្កើតទៅក្រុមហ៊ុនសន្តិសុខឯកជនត្រូវធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពកុំឲ្យបាត់របស់គេអញ្ចឹងម្នាក់ត្រូវទទួលខុសត្រូវរួមគ្នាដើម្បីឲ្យពលានយើងខ្លាំងមិនត្រឹមតែកន្លែងស្កឹមស្កៃពេលដំបូងបន្តិច